ឋានកាយើងសិនតាឆាវឆាវគេអាចសម្រាប់យើងចោលដើម្បីឡើងសោះរីទេមិនអាចទេឆាវឆាវគ្រាន់តែចង់ក្តាប់ព្រះអង្គនៅក្នុងដៃទុកសម្រាប់គេប្រើប្រាស់តែប៉ុណ្ណោះប្រើអង្គគេប្រើប្រាស់យើងមែនទេបានចឹងយើងមិនខ្លាចទៅជាឧបករណ៍មួយទៅហើយទេព្រះអង្គសំយាងស៊ីអ៊ីបានលោកម្ចាស់ប្រើឈ្មោះស្ដេចហានប្រកាសទូទាំងនគរប្រាប់ថាព្រះអង្គនឹងបដូររាជធានីទៅស៊ីឆាកហើយបញ្ជាឲ្យក្រុមស្ដេចត្រាញ់មេតបធំមន្ត្រីខេត្តមេតបចូលមកថ្វាយបង្គំភ្លាមក្រៅពីនេះចាប់ពីថ្ងៃនេះទៅស៊ីឆាងត្រូវបដូរឈ្មោះជាស៊ីទូរាជការត្រូវបដូរជារាជសម្ប័យជាតិអានហើយលើកលែងទោសឲ្យអ្នកទោសទាំងឡាយទទួលបញ្ជាព្រះអង្គមានព្រះរាជបញ្ជាក៏ហៅអស់លោកមន្ត្រីចូលសវនាការព្រះអង្គមានព្រះរាជបញ្ជាក៏ហៅមន្ត្រីចូលសវនាការសូមថ្វាយព្រះពរព្រះអង្គឲ្យមានប្រជញ្ញយឺនយូរអស់លោកសូមកាត់ឡើងអរព្រះគុណព្រះអង្គក្រាបទូលព្រះអង្គក្រោយពីបដូររាជធានីមកស៊ីឆាងប្រជារាស្ត្រនឹងតបទូទាំងនគរសុទ្ធតែសប្បាយចិត្តហើយនឹងកោតសរសើររហូតគ្រប់តំបន់ស្អាតបាតស្ងប់ស្ងាត់ភ្លៀងខ្យល់គ្រប់គ្រាន់ការទូលថ្វាយពីយោបល់របស់ឆាវឆាវយើងរាជានុញ្ញាតទាំងអស់សូមព្រះអង្គរាជានុញ្ញាតតែងតាំងយានសាវនៅជីជើជាមេតបធំនិងជាស្ដេចត្រាញ់អ៊ូធីងតែងតាំងយានស៊ូនៅណាត់យ៉ាងជាមេតបសេះនិងជាស្ដេចត្រាញ់ចុកអ៊ីតែងតាំងលីពាវនៅជីជើជាមេតបប្រមុខជាស្ដេចត្រាញ់តុកអានតែងតាំងកុងសុនចាងនៅអ៊ីវជើជាមេតបក្រោយជាស្ដេចត្រាញ់ជីងអានឆាវឆាវព្រះអង្គទើបតែយាងមកដល់ស៊ីឆាងរងចាំការពង្រឹងជាតិឡើងវិញអ្វីក៏លោកប្រញាប់ផ្ដល់រង្វាន់ជូនស្ដេចត្រាញ់ទាំងឡាយ